បាទជំរាបសួរពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះខ្ញុំបាទមានដំណឹងពិសេសទៀតហើយដើម្បីជម្រាបជូនពុកម៉ែបងប្អូនពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនក៏ដូចជាបញ្ហាក្តៅឬក៏ដំណឹងក្តៅនៅក្នុងប្រទេសថៃបាទដោយដំណឹងទី1គេហៅថាដំណឹងដ៏មហាពិសេសសម្រាប់កម្ពុជាបាទនោះគឺកាសែតលើម៉ុងបាទកាសែតលើម៉ុងដ៏ល្បីល្បាញរបស់បារាំងបាទបានជិះយន្តហោះមកដល់ព្រំដែនកម្ពុជាដើម្បីរៀបរាប់យ៉ាងលម្អិតបន្ថែមទៀតបាទពាក់ព័ន្ធទៅនឹងស្ថានភាពឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជានោះបាទអញ្ចឹងទេយើងឃើញថាឥឡូវនេះមានកាសែតដ៏ល្បីល្បាញជាច្រើននៅលើពិភពលោកបាទរាប់ចាប់តាំងពីកាសែតអង់គ្លេសកាសែតអាល្លឺម៉ង់កាសែតអាមេរិកបាទឥឡូវចូលមកដល់កាសែតបារាំងទៀតហើយដែលបានខិតខំបាទចំណាយលុយទិញសម្បត្តិយន្តហោះជិះមកបកស្បែកមកថៃនៅលើទឹកដីកម្ពុជាបាទប៉ុន្តែមុននឹងចូលដល់ដំណឹងលម្អិតនេះបាទខ្ញុំបាទសូមជម្រាបដំណឹងក្តៅនៅក្នុងប្រទេសថៃជាមុនសិនបាទពុកម៉ែបងប្អូនពាក់ព័ន្ធទៅនឹងរឿងនៅក្នុងប្រទេសថៃបាទគឺដំណឹងអសន្តិសុខបាទគឺកើតមានទៀតហើយបាទនៅក្នុងថ្ងៃនេះមានសេចក្តីរាយការណ៍មកថានៅខេត្តភូកេតបាទគឺមានជនជាតិអង់គ្លេសអាយុ41ឆ្នាំម្នាក់បានបាត់បង់ជីវិតទៀតហើយនៅក្នុងសន្តាគារមួយកន្លែងប៉ុន្តែឥឡូវនេះគឺគេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនៅឡើយទេទោះជាយ៉ាងណានេះឆ្លុះបញ្ចាំងឲ្យឃើញថាប្រទេសថៃគឺជាប្រទេសដ៏គេហៅថាគ្មានសុវត្ថិភាពទាល់តែសោះសម្រាប់ភ្ញៀវទេសចរបរទេសបាទហើយជុំវិញនឹងរឿងឃាតកម្មនេះដែរពុកម៉ែបងប្អូនគឺពាក់ព័ន្ធទៅនឹងរឿងឃាតកម្មបងប្អូនជនជាតិរុស្ស៊ីគឺនៅមិនទាន់ចប់ទេគឺនៅតែជាសំណុំរឿងក្តៅដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងបាងកកបានទាមទារឲ្យរដ្ឋាភិបាលថៃនឹងពន្យល់អំពីមូលហេតុពិតប្រាកដនៃការធ្វើឃាតទៅលើជនជាតិរបស់ខ្លួនមិនត្រឹមតែជាការសុំទោសដើម្បីយករួចខ្លួននោះទេបាទអញ្ចឹងគឺរុស្ស៊ីទាមទារឲ្យមានការពន្យល់ឲ្យបានច្បាស់លាស់ហើយពាក់ព័ន្ធទៅនឹងករណីធ្វើឃាតនេះបាទហើយឪពុកម្ដាយរបស់ជនជាតិរុស្ស៊ីទាំងពីរនាក់បងប្អូននេះបាទក៏បានហៅជនជាតិថៃដែលបង្កទង្វើឃាតកម្មដែលធ្វើទង្វើឃាតកម្មដ៏សាហាវយង់ក្នុងនេះថាគឺជាជនជាតិដ៏អាក្រក់មួយនៅលើភពផែនដីបាទនេះគឺជាសំណុំរឿងនៃការធ្វើឃាតជនជាតិរុស្ស៊ីបងប្អូនជនជាតិរុស្ស៊ីពីរនាក់បាទដែលឡែកពុកម៉ែបងប្អូនពាក់ព័ន្ធទៅនឹងរឿងក្តៅនៅភាគខាងត្បូងប្រទេសថៃឯនោះវិញបាទគឺនៅក្នុងថ្ងៃនេះបាទពុកម៉ែបងប្អូនម៉ាឡេស៊ីចាប់ផ្ដើមខឹងសម្បាមែនទែនហើយមកលើភាគីថៃមកលើប្រទេសថៃបាទដោយលោកបាទម៉ាម៉ាត់ដែលជាគេហៅថាមេប៉ូលីសប្រចាំរដ្ឋកាឡាន់តាន់ដែលមានព្រំប្រទល់ជាប់នៅនឹងខេត្តណារ៉ាធីវ៉ាត់របស់ប្រទេសថៃតែម្ដងនោះបាទគឺបានខឹងសម្បាហើយឆេះដុំមែនទែនបាទទាមទារឲ្យថៃបង្ហាញភស្តុតាងបាទបង្ហាញភស្តុតាងដែលចោទប្រកាន់ថាម៉ាឡេស៊ីនៅពីក្រោយក្រុមផ្ដាច់ខ្លួនឬក៏លាក់ក្រុមផ្ដាច់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីបាទអញ្ចឹងនៅក្នុងថ្ងៃនេះមេប៉ូលីសប្រចាំរដ្ឋកាឡាន់តានបានឆេះដុំខ្លាំងមែនទែនបាទហើយបានចុះផ្សាយការឆេះដុំរបស់លោកគឺត្រូវបានចុះផ្សាយនៅកាសែតបាងកកប៉ុស្តិ៍ទៀតផងបាទអញ្ចឹងគាត់ឆេះដុំគឺបន្ទាប់ពីថៃបាទបានចោទប្រកាន់ទៅលើម៉ាឡេស៊ីថាកំពុងតែលាក់បំពួនក្រុមផ្ដាច់ខ្លួនបាទអញ្ចឹងជាការឆ្លើយតបលោកម៉ាម៉ាត់ដែលជាមេប៉ូលីសប្រចាំរដ្ឋកាឡាន់តាន់នឹងបាទគឺលោកបានចេញមកចង្អុលមុខថៃបាទចេញមកចង្អុលមុខថៃភ្លាមតែម្ដងនឹងទាមទារឲ្យថៃបង្ហាញភស្តុតាងមកបាទអញ្ចឹងលោកថាបង្ហាញភស្តុតាងមកកុំចេះតែចោទពេកបាទគឺគាត់បាននិយាយថាអញ្ចឹងកុំចេះតែចោទទៅលើម៉ាឡេស៊ីថាលាក់បំពួនក្រុមផ្ដាច់ខ្លួនពេកបាទគឺគាត់ខឹងបាទពុកម៉ែបងប្អូនពាក់ព័ន្ធទៅនឹងរឿងនេះគឺគាត់ខឹងខ្លាំងមែនទែនខឹងឡើងញ័រមាត់បាទគឺលោកមេប៉ូលីសប្រចាំរដ្ឋកាឡាន់តាននេះខឹងថៃមែនទែនណាពុកម៉ែបងប្អូនខឹងញ័រមាត់មកគាត់ថារាល់លើកឲ្យតែកើតមានរឿងបាញ់បោះឬក៏រឿងបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃបាទគឺថៃតែងតែចោទប្រកាន់ទៅលើម៉ាឡេស៊ីរាល់លើក
bà cứ lộn vậy chẳng ro lược tay một đó con khăng men tên món con thao ro lược oi ta miên hướng ấy tịnh tuổi ở không vật tê luôn ai ở không việc khang tập bông xó trao tơ lơ mà lê gì hỏi chẳng ba chia ở không ngày nắng phong mang bồn quạt khăng đại cả tối hỏi tiêm ti oi thấy bà hai phò tang màu bà cho bà can tham Malaysia nơi bị càyឬក៏លាក់បំពួនក្រុមផ្ដាច់ខ្លួនសូមបង្ហាញភស្តុតាងឲ្យច្បាស់មកបាទអញ្ចឹងថៃគឺបានត្រឹមតែចោទប្រកាន់ដល់ពេលម៉ាឡេស៊ីសូមឲ្យទៀមទាបាទទៀមទាឲ្យបង្ហាញភស្តុតាងគឺថៃបាទគេថាបាត់មាត់ដោយគេចុកមិនដឹងរកភស្តុតាងឯណាទៅចោទប្រកាន់លើម៉ាឡេស៊ីបាទអញ្ចឹងទេពុកម៉ែបងប្អូនរឿងនេះគឺកើតឡើងចេញពីក្តៅខ្លាំងគឺកើតចេញពីការក្រុមផ្ដាច់ខ្លួនបានបើកការបាញ់ប្រហារដោយរឿងកុនផ្ដាច់ជីវិតទាហានឈុតខ្មៅថៃអស់5នាក់នៅក្នុងខេត្តណារ៉ាធីវ៉ាត់ក្តៅក្នុងពេលថ្មីហ្នឹងបាទអញ្ចឹងក៏កើតរឿងបាទក្តៅក្រហាយឬក៏បានន័យថាថៃធ្វើឲ្យម៉ាឡេស៊ីឆេះដុំបាទដោយសារតែពូកែចោតម៉ាឡេស៊ីពេកបាទឥឡូវយើងនិយាយរឿងភាគខាងត្បូងសិនបាទបងប្អូននិយាយឲ្យវាដាច់ស្រេចបន្តិចជាមួយនឹងភាគីថៃបាទអញ្ចឹងអ្នកឯងកុំបន្ទោសក្រុមផ្ដាច់ខ្លួនបាទក្រុមផ្ដាច់ខ្លួននៅភាគខាងត្បូងដែលគេកំពុងតែរើបំរាស់នេះបាទគេបំផ្ទុះក្របបែកគេសម្លាប់ទីហ៊ានថៃពេញទឹកពេញដីហ្នឹងគឺដោយសារតែគេចង់បានទឹកដីរបស់គេមកវិញក្រុមផ្ដាច់ខ្លួនគឺជាម្ចាស់ស្រុកបាទមិនមែនថៃទេណាសូមផ្ដាំទៅថៃឲ្យច្បាស់បាទអញ្ចឹងភាគខាងត្បូងនេះមានខេត្តណារ៉ាធីវ៉ាត់យ៉ាឡាប៉ាតានីសុងខ្លាអីនេះបាទគឺជាទឹកដីរបស់ក្រុមផ្ដាច់ខ្លួនទេគឺជាម្ចាស់ស្រុកបាទថៃទេដែលជាចៅយកទឹកដីគេនោះបាទអញ្ចឹងឥឡូវនេះគឺក្រុមផ្ដាច់ខ្លួនលេងមែនតែនហើយបាទលេងមែនតែនហើយដើម្បីធ្វើយ៉ាងណាទៀមទាយកទឹកដីគេត្រឡប់ទៅវិញទេបាទដោយសារតែថៃគឺគៀបសង្កត់គេពេកបាទឥឡូវធ្វើអ្វីក្រុមផ្ដាច់ខ្លួនអត់បែកបាទបែកជាទៅចោតប្រកាន់ម៉ាឡេស៊ីថាលាក់បំពួនឬក៏នៅពីក្រោយខ្នងណែបាទអញ្ចឹងចោតប្រកាន់គេគ្មានភស្តុតាងនេះថៃវាអញ្ចឹងហើយពុកម៉ែបងប្អូនសន្តានវាអញ្ចឹងបាទនិយាយអ្វីគឺគ្មានភស្តុតាងទាំងអស់ហើយយកលេសរហូតទាំងរឿងព្រំដែនជាមួយកម្ពុជាក៏អញ្ចឹងដែរបាទពុកម៉ែបងប្អូនរឿងនៅភាគខាងត្បូងប្រទេសថៃគឺមានប៉ុណ្នេះប៉ុន្តែដោយសារតែថៃបាទពូកែគេហៅថាបង្កើតសត្រូវច្រើនពេកណាជុំទឹះម៉ាឡេស៊ីផងភូមាផងកម្ពុជាផងឡាវផងបាទឥឡូវដល់ជុំទឹះទៅដល់សេដ្ឋកិច្ចគេបិទព្រំដែនជុំទឹះបាទអញ្ចឹងម្សិលមិញលោកអនុទីនឆានវគ្គលបាទបានជិះយន្តហោះញាប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីបាទទៅនឹងគឺគ្មានអ្វីក្រៅពីសូមឲ្យឥណ្ឌូនេស៊ីជួយទិញទំនិញថៃទេព្រោះអីគេបិទជុំទឹះអស់ហើយបាទគេបិទជុំទឹះអស់ហើយអញ្ចឹងគេឃើញថាថៃកាត់ខ្មាស់ទៅរកឥណ្ឌូនេស៊ីដើម្បីឲ្យជួយគេហៅថាលើកស្ទួយសេដ្ឋកិច្ចរបស់ខ្លួនឯងឡើងវិញហ្នឹងគឺនាយករដ្ឋមន្ត្រីថៃមិនដែលបានទៅជន់ទឹកដីឥណ្ឌូនេស៊ីទេបាទនៅក្នុងរយៈពេលប្រហែលជា15ឆ្នាំមកហើយបាទ15ឆ្នាំមកហើយគឺអត់ដែលបានជន់ទឹកដីឥណ្ឌូនេស៊ីទេប៉ុន្តែទើបតែនៅក្នុងឆ្នាំនេះឆ្នាំដែលប្រទេសជិតខាងរឹតក៏ថៃជុំទឹះបាទថៃអស់ផ្លូវក៏បានជិះយន្តហោះទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីសូមឲ្យជួយបាទរឿងសេដ្ឋកិច្ចនឹងឯងគ្មានអីក្រៅពីរឿងសេដ្ឋកិច្ចនោះទេបាទពុកម៉ែបងប្អូនអញ្ចឹងយើងឃើញថាថៃបាទជុំទឹះហើយនៅភូមាក៏ក្តៅបាទជាប់ភូមាក៏ក្តៅជាប់ម៉ាឡេស៊ីក៏ក្តៅនៅជាមួយកម្ពុជាព្រំដែនកម្ពុជាក៏វាបំពៀនបាទបង្ករឿងអត់ឈប់ឈរបាទហើយនៅតែបន្តបិទព្រំដែនធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃដាំក្បាលចុះដូចគ្នាដែរបាទអញ្ចឹងបាទប៉ុណ្្នឹងហើយលោកអនុទីននៅអត់ដឹងខ្លួនទៀតបាទនៅអត់ដឹងខ្លួនទៀតបាទលោកអនុទីនបាទអំឡុងពេលទៅប្រទេសឥណ្ឌូនេស៊ីហ្នឹងគេឆ្លៀតបោះសម្ដីទៀតខណៈដែលបរទេសកំពុងតែបកស្បែកមុខសៀមបាទចៅសៀមពាក់ព័ន្ធទៅនឹងរឿងឈ្លានពានកម្ពុជាបាទលោកអនុទីនគេបានបោះសម្ដីថាគ្មានអង្គការអន្តរជាតិគ្មានវេទិកាអន្តរជាតិណាអាចមកដាក់សម្ពាធលើថៃឬក៏បង្គាប់ឲ្យថៃធ្វើនេះធ្វើនោះបានទេបាទណែគេនិយាយបែបហំហានបែបអួតអញ្ចឹងណាបាទអញ្ចឹងដោយសារតែមករយៈចុងក្រោយនេះពុកម៉ែបងប្អូនគឺអន្តរជាតិ
បុកសម្រុកមកបកស្បែកបុកថៃខ្លាំងមែនតើបាទយើងរាប់ចាប់តាំងពីបាទច្រើនបាទនិយាយទៅច្រើនរាប់មិនអស់ទេបាទអាចារ្យស៊ីរ៉ាបាទ Reuters ផងបាទកាសែតអាមេរិកផងកាសែត DW អាឡឺម៉ង់ផងបាទឥឡូវចូលមកដល់កាសែតបារាំងមួយទៀតហើយគឺ Le Monde បាទល្បីល្បាញខ្លាំងណាស់បាទកាសែតមួយនេះលើកនេះកាសែត Le Monde បាទគឺរៀបរាប់លម្អិតខ្លាំងមែនតែម្ដងបាទរៀបរាប់សកម្មភាពទាំងអស់ពុកម៉ែបងប្អូននៅតាមបណ្ដោយព្រំដែនជាង800គីឡូម៉ែត្រដែលថៃឈ្លានពានមកលើទឹកដីកម្ពុជាគឺកាសែត Le Monde បាទគឺបានរៀបរាប់យ៉ាងលម្អិតបាទបន្តិចទៀតខ្ញុំបាទនឹងជម្រាបជូនអំពីសេចក្តីរាយការណ៍យ៉ាងលម្អិតរបស់កាសែត Le Monde ទៅកាន់ឆាកអន្តរជាតិបាទអំពីទង្វើឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាប៉ុន្តែខ្ញុំបាទសូមរំលឹកបន្តិចទៀតពាក់ព័ន្ធទៅនឹងលោកអនុទានសិនបាទអញ្ចឹងលោកអនុទានបន្ទាប់ពីឃើញបរទេសឃើញកាសែតបរទេសផងឃើញលោក Tom Andrew អ្នករាយការណ៍សិទ្ធិមនុស្សពិសេសបាទរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជារាយការណ៍អំពីស្ថានភាពជាក់ស្ដែងអំពីការរំលោភបំពានសិទ្ធិមនុស្សរបស់ថៃមកលើកម្ពុជារំលោភបំពានអធិបតេយ្យភាពមកលើកម្ពុជាបាទអញ្ចឹងលោកអាទីនគេចាប់ផ្ដើមភ័យគេចាប់ផ្ដើមភ័យបាទចាប់ផ្ដើមភ័យគេប្រាប់ឲ្យពលរដ្ឋរបស់គេហ្នឹងមនុស្សម្នាក់ធ្វើសម្លេងមួយបាទដើម្បីជួយបន្សាបព័ត៌មានរបស់អន្តរជាតិគេថាព័ត៌មានអត់ពិតបាទហ្នឹងអត់ពិតតែវាទៅបាទប៉ុន្តែបរទេសគេថាពិតបាទបរទេសគេមកឃើញជាក់ស្ដែងគេថាពិតអញ្ចឹងគេថាសូមពលរដ្ឋម្នាក់ធ្វើជាព័ត៌មានមួយដើម្បីបន្សាបព័ត៌មានមិនពិតហ្នឹងគេថាអញ្ចឹងណាបាទប៉ុន្តែមិនមែនព័ត៌មានមិនបើយើងនិយាយឲ្យស្រួលស្ដាប់មិនមែនពលរដ្ឋម្នាក់ធ្វើជាសម្លេងមួយបន្សាបព័ត៌មានមិនពិតទេបើយើងនិយាយឲ្យស្រួលស្ដាប់គឺព័ត៌មានគឺពលរដ្ឋម្នាក់ធ្វើសម្លេងកុហកម្នាក់វិញទៅបានសមពួកអ្នកឯងគឺជាចៅរំលោភបំពានទឹកដីកម្ពុជាបាទអញ្ចឹងគេថាអញ្ចឹងប៉ុន្តែការអំពាវនាវរបស់លោកអនុទានឆានវគ្គគោលនេះណាពុកម៉ែបងប្អូនគឺអត់បានផលទេបាទត្រូវពលរដ្ឋខ្លួនឯងថារឿងហ្នឹងអនុទានជាអ្នកបកឡើងអញ្ចឹងអនុទានឯងដោះស្រាយទៅបាទដោះស្រាយទៅជាមួយកម្ពុជាហើយនឹងជាមួយអន្តរជាតិបាទដោះស្រាយដោយខ្លួនឯងទៅណែបាទអញ្ចឹងអនុទានគឺចាប់ផ្ដើមហើយបាទចាប់ផ្ដើមមែនតើហើយសង្ស័យតែវាសនាដូចអបិមួយដែលគេបាញ់សម្លាប់ហ្នឹងបងប្អូនមានចាំទេរឿងក្តីព្រះវិហារបាទចុងក្រោយសង្ស័យតែវាសនាត្រូវស្ដេចថៃបលេសចោលដូចម្នាក់នោះទេបាទអញ្ចឹងឥឡូវខ្ញុំបានមកជម្រាបលម្អិតបាទពាក់ព័ន្ធទៅនឹងរឿងកាសែតដ៏ល្បីល្បាញរបស់បារាំងបាទ Le Monde បាទរាយការណ៍ពិសេសទៅកាន់ឆាកអន្តរជាតិវិញបងប្អូនគឺកាសែតបារាំងល្បីលំដាប់ពិភពលោកលាតត្រដាងការពិតអំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាទង្វើកាន់តែបាទអន្តរជាតិកាន់តែដឹងច្បាស់អំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជានិងភាពរងគ្រោះរបស់ពលរដ្ឋកម្ពុជានៅក្នុងសង្គ្រាមឈ្លានពានមួយដែលកើតឡើងពីមហិច្ឆតាចង់លេបទឹកដីពីសំណាក់ថៃនិងបង្វែរបញ្ហានយោបាយផ្ទៃក្នុងរបស់ទីក្រុងបាងកកបាទក្រោយសារព័ត៌មានក៏ដូចជាស្ថាប័នអន្តរជាតិជាបន្តបន្ទាប់បានបង្ហាញការពិតបកស្បែកមកថៃនោះឥឡូវនេះសារព័ត៌មានដ៏ល្បីលំដាប់ពិភពលោករបស់បារាំងគឺ Le Monde បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី2ខែសីហាឆ្នាំ2026ដោយដាក់ចំណងជើងធំថានៅកម្ពុជាទោះគ្មានការប្រយុទ្ធអស់រយៈពេល7ខែក៏ដោយក៏ជីវិតប្រជាពលរដ្ឋនៅតែត្រូវបានបំផ្លាញដោយចំនួនតាមព្រំដែនជាមួយថៃនៅក្នុងនោះកាសែត Le Monde បានរៀបរាប់យ៉ាងច្បាស់អំពីការរំលោភបំពានរបស់ថៃមកលើកម្ពុជាការកាន់កាប់ទឹកដីខុសច្បាប់ការដាក់ទូកុងតឺន័ររាយលួចបន្លានិងបង្ហាញពីជីវិតជនភៀសសឹកផងដែរខាងក្រោមនេះគឺជាខ្លឹមសារសង្ខេបនៃអត្ថបទរបស់កាសែត Le Monde វាជាផ្លូវក្រាលកៅស៊ូវែងមួយដែលលាតសន្ធឹងពីខេត្តពោធិ៍សាត់កាត់តាមជួរភ្នំក្រវាញទៅកាន់ច្រកព្រំដែនថ្មដា
សិតនៅភាគខាងលិចនៃប្រទេសកម្ពុជាទល់មុខខេត្តត្រាតរបស់ប្រទេសថៃផ្លូវជាតិលេខ55ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ2020ត្រូវបានបង្កើតឡើងដោយមានគោលបំណងជានិមិត្តរូបនៃការបើកចំហអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនបង្ហាញថាផ្លូវនេះគឺជាចំណុចតភ្ជាប់នៃច្រករបៀងសេដ្ឋកិច្ចថ្មីមួយជាមួយប្រទេសថៃដែលមានគោលបំណងជំរុញពាណិជ្ជកម្មនិងទេសចររវាងប្រទេសទាំងពីរព្រមទាំងនាំប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធនឹងគ្នាសប្តាហ៍ថ្ងៃនេះស្ថានភាពផ្ទុយស្រឡះនៅចុងផ្លូវស្ពានជ័យជំនះដែលនៅតែបែកបាក់ដោយសារការវាយប្រហារពីយន្តហោះចម្បាំង F-16 របស់ថៃកាលពីខែធ្នូឆ្នាំ2025បានកាត់ផ្ដាច់ការធ្វើដំណើរស្ពាននេះត្រូវបានបំផ្លាញបែកជាពីរផ្នែកចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីព្រំដែនថៃមានស្លាកសញ្ញាមួយដែលនៅតែបង្ហាញពីសង្គ្រាមនាពេលថ្មីនេះនៅក្រោមឈ្មោះប្រទេសជិតខាងដែលត្រូវបានគូសបន្ទាត់ពណ៌ក្រហមមានអក្សរសរសេរថាចៅមុនទៅដល់ច្រកព្រំដែនថ្មដាផ្លូវត្រូវបានកងទ័ពថៃបិទកុងតឺន័រប្រមាណជាង10ត្រូវបានដាក់រាំងផ្លូវខ្លះមានទង់ជាតិថៃព្យួរពីលើដើម្បីទប់ស្កាត់ការធ្វើដំណើរគ្រប់ប្រភេទនៅខាងលើរបាំងខ្សាច់មានការដំឡើងសំណាញ់ប្រឆាំងដ្រូនហើយកាមេរ៉ាតាមដានត្រូវបានដំឡើងសម្រាប់ឃ្លាំមើលតំបន់ជុំវិញទោះបីជាការប្រយុទ្ធគ្នាបានបញ្ចប់នៅចុងឆ្នាំ2025ក៏ដោយក៏ចំនួនដែនដីនៅតែមិនទាន់ដោះស្រាយបាននៅតាមចំណុចជាច្រើននៃព្រំដែនប្រវែង817គីឡូម៉ែត្ររវាងប្រទេសទាំងពីរកម្ពុជាបានចោទប្រកាន់ថាថៃកំពុងកាន់កាប់ដោយខុសច្បាប់ផ្នែកខ្លះនៃទឹកដីរបស់ខ្លួនកាលពីថ្ងៃទី22ខែកក្កដារាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាថ្មីចំពោះអ្វីដែលខ្លួនហៅថាការរំលោភអធិបតេយ្យភាពជាបន្តបន្ទាប់នៅខាងក្រោយរបាំងទាំងនោះផ្លាកសញ្ញាស្ថានីយ៍ប្រេងឥន្ធនៈនិងសំណង់សន្តាគារកាស៊ីណូមួយនៅកម្ពុជានៅតែអាចមើលឃើញយោងតាមអាជ្ញាធរកម្ពុជាប្រជាពលរដ្ឋកម្ពុជាជាង 20,000 នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានភាគច្រើនស្ថិតនៅតំបន់ព្រំដែនចំនួន3នៅក្នុងខេត្តបន្ទាយមានជ័យអាជ្ញាធរខេត្តបានកំណត់អត្តសញ្ញាណកុងតឺន័រដឹកជញ្ជូនចំនួន63ដែលត្រូវបានប្រើប្រាស់ជារបាំងបិទផ្លូវជុំវិញភូមិជោគជ័យក្នុងឃុំព្រៃច័ន្ទនិង26កុងតឺន័រផ្សេងទៀតនៅភូមិបឹងត្រកួនរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកតំបន់ទាំងនេះថាជាតំបន់ដែលត្រូវបានឈ្លានពានទន្ទឹមនឹងនេះដំណើរការកំណត់និងបោះបង្គោលព្រំដែននៅតែជាប់គាំងចាប់តាំងពីបទជបាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025មកគណៈកម្មការព្រំដែនចម្រុះ JBC ដែលមានភារកិច្ចកំណត់ព្រំដែនរវាងប្រទេសទាំងពីរមិនទាន់បានជួបប្រជុំសូម្បីតែម្ដងទីក្រុងភ្នំពេញបានចោទប្រកាន់ថាទីក្រុងបាងកកបានពន្យាពេលកិច្ចប្រជុំជាបន្តបន្ទាប់ខណៈភាគីថៃបានបដិសេធថាខ្លួនគ្មានបំណងរារាំងដំណើរការនោះទេហើយបានលើកឡើងថាចាំបាច់ត្រូវមានបរិយាកាសអំណោយផលជាមុនសិនសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនស្ថានភាពជាប់គាំងនេះមិនបានផ្ដល់នៅអារម្មណ៍សុវត្ថិភាពឡើយនៅតាមមាន់សែនជ័យទោះបីជាគ្មានការប្រយុទ្ធអស់រយៈពេល7ខែក៏ដោយក្តីភ័យខ្លាចចំពោះការផ្ទុះសង្គ្រាមជាថ្មីមិនបានរសាយបាត់នោះទេនៅជើងប្រាសាទតាមាន់ធំដែលជាប្រាសាទខ្មែរហើយបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពថៃប្រភពយោធាក្នុងតំបន់បានឲ្យដឹងថាហេដ្ឋារចនាសម្ព័ន្ធប្រហែល 80% នៃភូមិបានរងការខូចខាតនៅក្នុងអំឡុងការប៉ះទង្គិចនៅក្នុងខែកក្កដានិងខែធ្នូឆ្នាំ2025ដំបូលវត្តត្រូវបានធ្លុះជាច្រើនកន្លែងនៅសាលារៀនក្បែរនោះជញ្ជាំងនៅមានស្នាមគ្រាប់កាំភ្លើងហើយសៀវភៅសិក្សារបស់កុមារនៅតែខ្ចាត់ខ្ចាយក្នុងគំនរបែកបាក់បាទអស់លោកអ្នក
នេះគឺជាការរៀបរាប់យ៉ាងលម្អិតមែនទែនអំពីសកម្មភាពរបស់ថៃធ្វើមកលើកម្ពុជាដែលត្រូវបានរៀបរាប់ដោយកាសែត Le Monde របស់បារាំង